ទេសភាពធម្មជាតិគួរឲ្យស្រស់ស្អាតពេលដែលបានឃើញគួរឲ្យគួចគន់ផ្លែឈូកជាច្រើនមើលទៅគួរឲ្យចង់ញ៉ាំណាស់ទេសភាពតាមបឹងទន្លេនីមួយពោពេញទៅដោយផ្កាឈូកដើមឈូកវានឹងអាចផ្ដល់ផលប្រយោជន៍ដូចជាផ្លែក្រអៅនិងស្លឹកអាចយកទៅខ្ចប់ចំណីអាហារបានក៏វាមានអត្ថប្រយោជន៍ច្រើនដែរឯផ្កាគេអាចបេះយកទៅថ្វាយព្រះឬទៅធ្វើពិធីអ្វីផ្សេងនៅក្នុងកម្មវិធីអ្វីមួយទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ខ្ញុំក៏បានឆ្លងកាត់នៅទីនេះក៏ឃើញថាពិតជាស្រស់ស្អាតខ្លាំងណាស់